ការប្រកួតវគ្គទី1ចាប់ផ្ដើមបញ្ជូនមកក្រោយតែម្ដងបាទយើងឃើញថាវីរៈតារាបាទថ្ងៃនេះគឺឯកសន្តានបាទគឺពណ៌កឈុកស្រស់តែម្ដងឱកាសកន្លែងនេះគ្មានសល់ទេ1-0វីរៈតារាជាអ្នករកគ្រាប់បាល់ឲ្យប្រខាន់រៀនស្វាយរៀងនៅនាទីទី1អាយយោយបាទមិនដែលឃើញនេះទេកន្លែងនេះវីរៈតារាជាអ្នកបញ្ចប់ទីតែម្ដងការទាត់ស្ដំហើយក៏បញ្ចូលទីអូហូយមិនមែនជាខ្សែប្រយុទ្ធមិនមែនជាខ្សែបំរើមិនមែនជាខ្សែការពារប៉ុន្តែជាអ្នកចាំទីជាអ្នករកគ្រាប់បាល់នាំមុខឲ្យប្រខាន់រៀនស្វាយរៀង1-0បានតែ27វិនាទីតែប៉ុណ្ណោះវីរៈតារាជាអ្នករកគ្រាប់បាល់មួយគ្រាប់អូហូយបាទជារឿងមួយ